ជីដូនហើយជីតាប្រគុណរស់នៅក្ដីណាលោកម្ចាស់ហើយចែកឋានលោកតាយីលោកម្ចាស់លោកចែកឋានថ្ងៃនេះកូនចៅជួបជុំសន្តានញាតិមិត្តទាំងប៉ុន្មានលោកតាយរៀបមុំអញ្ជើញលោកសាច់សោយបាទអរគុណលោកគ្រូភ្លេងទាំងសំ